បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅក្នុង Channel របស់ខ្ញុំហើយក៏សូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំផងដែរបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើការលើកបង្ហាញជូនបងប្អូនអំពីរបៀបនៃការតេស្តពណ៌ជាមួយនឹង laptop វិញម្ដងបាទអញ្ចឹងដូចមានគ្នាយើងក៏ដូចជា Subscriber យើងក៏បានសួរមកកាន់ខ្ញុំថាឲ្យខ្ញុំជួយបង្ហាញអំពីរបៀបនៃការតេស្តពណ៌ជាមួយនឹង laptop វិញម្ដងបាទអូខេអញ្ចឹងវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញរួចម្ដងហើយតាក់ទងទៅនឹងការតេស្តពណ៌ប៉ុន្តែខ្ញុំបង្ហាញជាមួយនឹង desktop បាទណាជាមួយ desktop ប៉ុន្តែវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីរបៀបតេស្តពណ៌នៅជាមួយនឹង laptop ក៏ដូចជាធ្វើការ feedback ទៅកាន់គ្នាយើងផងដែរបាទអូខេអញ្ចឹងប្រហែលជាគ្នាយើងទាំងអស់គ្នាចាំវីដេអូរបស់ខ្ញុំក្នុងអាទិត្យនេះគឺខ្ញុំរៀងរវល់បន្តិចណាដោយសារខ្ញុំមានភារកិច្ចផ្ទាល់ខ្លួនអញ្ចឹងហើយការផុសវីដេអូអីគឺរៀងយឺតយ៉ាវបន្តិចបាទប៉ុន្តែមិនធ្វើទេយើងនៅតែបន្តរៀនបន្តជាមួយគ្នាទាំងអស់គ្នាតាមរយៈវីដេអូរបស់ខ្ញុំក៏ដូចជា channel របស់ខ្ញុំផងដែរណាអូខេអញ្ចឹងខ្ញុំនៅតែព្យាយាមអាប់ដេតក៏ដូចជាបង្ហាញនៅគន្លឹះល្អៗដើម្បីចែកជូនក៏ដូចជាការចែករំលែកចំណេះដឹងទៅកាន់បងប្អូនទាំងអស់គ្នាបាទអូខេអញ្ចឹងដូចជាបងប្អូនឃើញស្រាប់ហើយនេះគឺជា laptop របស់ខ្ញុំបាទ laptop របស់ខ្ញុំគឺ brand មួយគឺ Dell បាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការតើយើងតេស្តពណ៌នៅលើ desktop អធិស្ឋានយើងតេស្តពណ៌នៅលើ laptop តើយើងគួរសេរីពណ៌ក៏ដូចជាទីតាំង option មួយចំនួននៅទីតាំងត្រង់ចំណុចណាដូចបងប្អូនបានឃើញបាទនេះអញ្ចឹងនៅក្នុង keyboard របស់ laptop វាមាន key មួយចំនួនគឺវាអត់មានពណ៌ទេណានេះគឺជាតទៅនឹងពន្លឺឡើងចុះទេបាទនេះគឺតទៅនឹង signal Wi-Fi ហើយនឹង function key system គឺវាមានប្រភេទខុសៗគ្នាប៉ុន្តែអ្វីដែលយើងចាប់ផ្លឹកគឺវាអត់មាន function សម្រាប់ហៅថាមើលពណ៌ទេណាបាទប៉ុន្តែយើងនឹងធ្វើការតេស្តទៅលើខាងក្នុងវិញផ្នែក laptop វិញទៅលើ screen វិញណាបាទអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបងប្អូនទាំងអស់គ្នាយើងចុចនៅលើនេះណានៅលើ key window បងប្អូនអាចចុចត្រង់នេះណាសញ្ញា window នេះមកយើងចុចលើនឹងមួយមកអញ្ចឹងវាបានផ្ទាំងបែបនេះណានេះផ្ទាំងបែបនេះបាទអូខេអញ្ចឹងក្រោយពីបានប៉ុណ្ណឹងបងប្អូនចាប់បានធ្វើការវានៅអក្សរគេហៅថាC A L I បាទ C A L I នេះបាទមកឃើញបែបហ្នឹងទេគេដាក់ថាcalibrate display color បាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើការវាយពាក្យបានប៉ុណ្ណឹងមកបងប្អូនធ្វើការចុចនៅលើនឹងតែម្ដងមកយើងងាយស្រួលមិនចាំបាច់វាតទៀតអញ្ចឹងណាបាទអញ្ចឹងវាបែបនេះមកអូខេអញ្ចឹងក្រោយពីបានប៉ុណ្ណឹងបងប្អូននឹងទទួលបាននៅផ្ទាំងមួយបែបនេះផ្ទាំងមួយបែបនេះណាបាទអញ្ចឹងចំណុចដែលបងប្អូនត្រូវធ្វើបន្ទាប់គឺយើងចូលទៅកាន់ពាក្យថា next ណាបងចូលទៅកាន់ពាក្យថា next នឹងមកអូខេអញ្ចឹងយើងបាន next ហើយយើងបន្តទៅទៀតណា next ទៀតមកណានេះគឺជាគេហៅថាប្រភេទគេហៅថាgamma to low ឬក៏ good ឬក៏ gamma to high ហ្នឹងតាក់ទងទៅនឹងគេហៅថាផ្សាយឬក៏កម្រិតនៃគេថាផ្សាយនៃ laptop របស់យើងណាបាទប៉ុន្តែយើងមិន focus ត្រង់ចំណុចហ្នឹងទេយើងបន្តទៅមុខទៀតគឺយើងចុចពាក្យថា next ទៀតមកណាហើយតាក់ទងចំណុចនេះគឺតាក់ទងទៅនឹងគេថា array ណាអាច array ហើយការមកវាបន្ថែមតាមអ្វីយើងចង់បានទៅណានេះណាមកទៅការ array ចុះឡើងតាមហ្នឹងទៅណាបងប្អូនត្រូវការប្រព័ន្ធណាគឺយើង array ប្រព័ន្ធហ្នឹងមកហ្នឹងនេះពេលយើង array ចុះឡើងណានេះកាន់តែភ្លឺណាតាក់ទងនឹងការពន្លឺប៉ុន្តែមិនមែនវាតាក់ទងដូចប្រាយទេវាខុសគ្នាណាកាមាបើយើងនិយាយចំទៅគឺគេហៅថាប្រត់មួយដែលជួយលើករូបហ្នឹងឲ្យដាច់ឬក៏ឲ្យរូបហ្នឹងមានពណ៌សចឹងយើងអាចធ្វើការសារ៉េទៅតាមកម្រិតដែលយើងចង់បានណាបើសិនជាជាក់ស្ដែងយើងអាចទៅកាត់តេស្តតែម្ដងជាមួយនឹងរូបភាពបាទជាមួយនឹងរូបភាពឧទាហរណ៍តែឥឡូវខ្ញុំធ្វើការបង្ហាញទៅលើរូបភាពណាមួយសិនដើម្បីបងប្អូនមើលទៅយើងឃើញជាក់ស្ដែងទាំងអស់គ្នាតែម្ដងវាងាយស្រួលណាបាទបើខ្ញុំសារ៉េតែប៉ុណ្្នឹងគឺប្រហែលជាបងប្អូនអរគ្នាមើលទៅអត់មានអីប្លែកទេបាទអញ្ចឹងយើងមើលមកថាឥឡូវខ្ញុំធ្វើការបង្ហាញរូបភាពមួយណាជាការឧទាហរណ៍បងប្អូនមើល
là ok ủi tao họ rụp hiệp mình đi cho nè bà ok chắc như mưa rụp hiệp này chắc nó phải được cho mà vừa ca sợi ca mà non tiết không muốn chạm mưa lá ta hiệp khó play cái đôi chi cá khó play khi trong cho mình là khá chỉ nhầm với ngọc này nó phải được cho nằm láng nè cứ vì lăng sò nè nó phải nằm lẽ cứ vì đèn cắt nè vì đèn cắt xài nè bà nè cứ chi chấm nói vậy tiếp tôn đằng ca mà chân dân tới chấm nói bận tập tiết cứ dân phải thành đại điện máu nè ở tiếp tôn cứ tiếp tôn từ đằng prai hay đằng contra nè ông bọn anh ca mờ chỉ đây là phần anh tới nè tại dân ở thua tới trong mình nên dân bận to tầm bục nè dân chuyện phải thành đại máu ok tiếp tôn đo cả lại nè cứ dân trong này dòng pi cái hào thà RGB color mà trong chấm này hay cứ để dương nâng phơi ca ở sợi po nè bạn ok dân phơi ca sợi po trong chấm này nâng bạn ok chẳng dân mơ chơi đánh taรูปพี่របស់យើងត្រូវជាមួយនឹងសញ្ញាខាងក្រៅទេអានេះឧទាហរណ៍ណាបើសិនជាបងប្អូនមានសញ្ញាចិត្តស្ដែងគឺយើងតេស្តមកណាដោយរូបដោយវីដេអូមុនអញ្ចឹងគឺខ្ញុំបានធ្វើការបង្ហាញរួចហើយតាក់ទងទៅនឹងការតេស្តឲ្យផ្នែកខាងក្រៅណាបាទអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំនឹងធ្វើការបង្ហាញបងប្អូនបន្តិចចុះបាទឧទាហរណ៍ដូចរូបនឹងណារូបនឹងគឺបើយើងមើលទៅគឺយើងអាចធ្វើការសេរីបានហើយឥឡូវខ្ញុំដាក់កន្លែងនេះមួយហើយយើងមើលទាំងអស់គ្នាមួយនេះគឺយើងចង់និយាយអំពី red ហ្នឹងហើយនេះ G ហ្នឹងគឺយើងសំដៅទៅលើ green ហើយនឹង B ហ្នឹងគឺ blue ណាគឺជាទូទៅគឺមិនថាទាំងកម្មវិធីអីទេគឺយើងតែងតែប្រើប្រាស់នៅ RGB color នឹងជាប្រចាំទាំងជាពិសេសគឺផ្នែកគេហៅថា design គឺយើងប្រើប្រាស់វាជាប្រចាំសម្បីតែនៅក្នុង Photoshop Corel ឬក៏ Ella ឬក៏កម្មវិធីកែពណ៌អីផ្សេងៗហ្នឹងគឺយើងប្រើប្រាស់វាជានិច្ចណាបាទអញ្ចឹងយើងមើលនេះគឺ brand RGB color ដែលខ្ញុំនិយាយមិញហ្នឹងគឺ full color ហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការ generate ដោយខ្លួនឯងបាននេះឧទាហរណ៍ថាបើសិនជាការបញ្ចេញពណ៌ឬក៏ការតេស្តពណ៌ជាក់ស្ដែងខាងក្រៅជាមួយនឹងរូបភាពខាងក្នុងរបស់យើងក៏ត្រូវគ្នាបងប្អូនអាចធ្វើការគេថាសារ៉េនៅទីតាំងនេះក៏បានណាបងប្អូនឥឡូវយើងបន្ថយមកដល់ពេលដែលខ្ញុំជួយបន្ថយបងប្អូនចាំមើលពណ៌រូបថតរបស់ខ្ញុំឃើញទេឃើញមានស្លេកស្លាំងណាអញ្ចឹងឥឡូវខ្ញុំបន្ថយតទៀតណារបស់ខ្ញុំគឺឡើងស្វាយណាបាទខ្ញុំថតដកអស់មកណាអូខេអញ្ចឹងរូបរបស់ខ្ញុំគឺទទួលបានបែបនេះណាអញ្ចឹងវាអាស្រ័យទៅលើការងារយើងជាក់ស្ដែងដែរបើសិនជារូបភាពយើងបញ្ចេញមកវារាងសពេកបងប្អូនអាចធ្វើការដំឡើងទៅដំឡើងពលឺឬក៏វារាងស្ទើរពណ៌បងប្អូនអាចធ្វើការបូកពណ៌នេះបន្ថែមមកណាពណ៌ទាំង3ហ្នឹងគឺបងប្អូនអាចធ្វើការសេរីដោយខ្លួនឯងណាជាបន្ថែមពណ៌ណាមួយឬក៏ទីតាំងណាមួយដែលស័ក្តិសមជាមួយនឹងរូបខាងក្រៅនិងខាងក្នុងយើងមើលទៅវាស័ក្តិប្រមាណគ្នាណាបាទយើងទាញឡើងអញ្ចឹងមកណាបាទអូខេយើងទាញឡើងបែបនេះមកឥឡូវសន្មតថាយើងបានបែបនេះគឺអូខេហើយយើងចុចពាក្យថា next ទៀតមកណាអញ្ចឹងប៉ុណ្ណឹងគឺយើងបញ្ចប់ហើយណាយើងមានច្រើនទេណាបាទអញ្ចឹងក្រោយពីបានតែប៉ុណ្ណឹងគឺបងប្អូនចុចតា finish មកគឺរូបភាពរបស់យើងគឺវានឹងវាបានកំណត់ទៅតាមដែលយើងបានកំណត់ពណ៌ដល់ខ្លួនឯងហើយណាបាទអូខេអញ្ចឹងយើងមើលlaptop រវាង laptop ហើយនិង desktop គឺយើងមាន option សារ៉េខុសគ្នាណាព្រោះនៅលើ desktop គឺយើងមាន function key មួយចំនួនយើងអាចធ្វើការចុចដោយដៃយើងផ្ទាល់បាទប៉ុន្តែនេះគឺយើងធ្វើទៅលើគេថា soft ណាបាទគឺយើងជាអ្នកសារ៉េដោយខ្លួនឯងទេបាទអូខេនេះគន់ទៅជាការឧទាហរណ៍ទេសម្រាប់រូបភាពបាទបើសិនជាយើងមានបងប្អូនឬក៏បងប្អូនមានរូបភាពជាក់ស្ដែងសម្រាប់តែគឺបងប្អូនយករូបភាពហ្នឹងយើងបញ្ចេញដូចខ្ញុំបានបង្ហាញនៅវីដេអូមុនអញ្ចឹងយើងយករូបមក select មកយើងតេស្តបញ្ចេញនៅរូបភាពខាងក្រៅមកយើងគ្រាន់ពីបានតេស្តរួចយើងយករូបភាពហ្នឹងយើងមកផ្ទៀងផ្ទាត់ជាមួយនឹងពណ៌នៅក្នុង monitor របស់យើងថារវាងរូបភាពខាងក្រៅហើយនិងរូបភាពខាងក្នុងតើវាត្រូវគ្នាឬក៏អត់បាទអូខេអញ្ចឹងបើសិនជាពណ៌ត្រូវគ្នាហើយយើងគិតថាប៉ុណ្ណឹងអូខេគឺយើងសារ៉េតពណ៌តាប៉ុណ្ណឹងគឺរូបថតរបស់យើងជាមកគឺស្អាតហើយបាទប៉ុន្តែផ្ទុយទៅវិញបើសិនជាបងប្អូនមើលទៅរូបនឹងនៅតែអត់ស្អាតឬក៏ស្ទើរពណ៌ណាមួយបងប្អូនអាចធ្វើការចូលទៅតាម
instruction នៅខ្ញុំបានបង្ហាញពីខាងដើមមកណាយើងធ្វើទៅតាមការណែនាំដំបូងដែលខ្ញុំបានប្រាប់ហ្នឹងគឺយើងអាចធ្វើការសេរីពណ៌ដល់ខ្លួនឯងបានហើយបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាបាទបើសិនជាបងប្អូនក៏ដូចជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏បញ្ហាផ្សេងអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតអញ្ចឹងបងប្អូនអ្នកដែលថ្មីសូមកុំភ្លេចជួយ subscribe ម្នាក់មួយផងហើយនឹងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីរាល់ពេលដែលខ្ញុំផុសភ្លាមបងប្អូននឹងទទួលបាន plate តែម្ដងបាទអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ